បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនពាក្យភាសាជប៉ុនមេរៀនទី3នៅក្នុងសៀវភៅភាគ1ណាគឺសៀវភៅ Minato Nihongo របស់យើងពីមុនគឺខ្ញុំបានបរៀនតាក់ទងទៅនឹងវេយ្យាករណ៍រួចមកហើយអញ្ចឹងហើយពាក្យខ្ញុំមិនទាន់បានបរៀនអញ្ចឹងហើយថ្ងៃនេះយើងមកសិក្សាទាំងអស់គ្នាណាតោះឥឡូវយើងចូលដល់ពាក្យរបស់យើងតែម្ដងអញ្ចឹងពាក្យហ្នឹងគឺយើងពាក្យទី1ណាគឺយើងអានថាកូ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 មានន័យថាទីនេះតើអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថាសុកូសុកូមានន័យថាទីនោះអញ្ចឹងពាក្យបន្ទាប់ទៀតអសុកូអសុកូនឹងមានន័យថាទីឯនោះមានន័យថាយើងប្រើនៅកន្លែងឆ្ងាយណានៅក្នុងវេយ្យាករណ៍គឺខ្ញុំបានលម្អិតតាក់ទងទៅនឹងរបៀបប្រើប្រាស់តាក់ទងទៅនឹងពាក្យកូកូសុកូហើយនិងអសុកូរួចមកហើយណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យដូកូមានន័យថាទីណាឬក៏កន្លែងណាតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យខូឈីរ៉ាមានន័យថាខាងនេះអញ្ចឹងពាក្យហ្នឹងដែរគឺជាពាក្យគូរសមអ្នកទាំងអស់គ្នាគូរសមរបស់ពាក្យកូកូណាតែអញ្ចឹងពាក្យបន្ទាប់ទៀតសុឈិរៈសុឈិរៈហ្នឹងមានន័យថាខាងនោះឬក៏ទីនោះក៏បានដែរហើយពាក្យហ្នឹងក៏ជាពាក្យគូរសមរបស់ពាក្យសុកុនៅខាងលើណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យអឈិរៈអឈិរៈហ្នឹងមានន័យថានៅខាងឆ្ងាយនោះឬក៏នៅឯនោះវាជាពាក្យគូរសមរបស់ពាក្យអសុកុតោះអញ្ចឹងពាក្យខាងក្រោមបន្ទាប់ទៀតគឺពាក្យដូជារៈដូជារៈហ្នឹងមានន័យថាខាងណាឬក៏កន្លែងណាអញ្ចឹងពាក្យនឹងដែរក៏ជាពាក្យគូសមដូចគ្នាគូសមរបស់ពាក្យដូកអញ្ចឹងអ្នកទាំងអស់គ្នាចង់លម្អិតក្នុងការប្រើប្រាស់គឺអ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុងវេយ្យាករណ៍គឺកាន់តែច្បាស់ដោយសារខ្ញុំមានជាប្រយោគឧទាហរណ៍ឬក៏ពន្យល់ច្បាស់លាស់នៅក្នុងនោះណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសិក្សានៅក្នុងនោះបន្ថែមបានអញ្ចឹងយើងចូលដល់ពាក្យរបស់យើងបន្តទៀតតោះអញ្ចឹងពាក្យនៅខាងលើទី1នឹងដែរគឺយើងអានថាខ្យោស៊ីសឺខ្យោស៊ីសឺនឹងមានន័យថាបន្ទប់រៀនឬក៏យើងអាចបកថាឋានៈរៀនក៏បានដែរណាពាក្យហ្នឹងតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺស្យូគឺដូស្យូគឺដូហ្នឹងគឺអាហារដ្ឋានឬក៏យើងហៅមួយទៀតស្រួលស្ដាប់មានន័យថាកន្លែងញ៉ាំបាយកន្លែងញ៉ាំអីចឹងណាអញ្ចឹងគេប្រើពាក្យស្យូគឺដូតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺជីមុសៀវជីមុសៀវហ្នឹងគឺមានន័យថាការិយាល័យអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ណាការិយាល័យតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យខៃហ្គិស៊ីសឺខៃហ្គិស៊ីសឺហ្នឹងមានន័យថាបន្ទប់ប្រជុំតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យអ៊ឺកេស៊ឺកេអ៊ឺកេស៊ឺកេហ្នឹងមានន័យថាកន្លែងផ្ដល់ព័ត៌មានដែលយើងឆ្ងល់តាក់ទងទៅនឹងបញ្ហាការសិក្សាអីចឹងទៅគឺយើងទៅកន្លែងអ៊ឺកេស៊ឺកេយើងអាចសួរព័ត៌មាននៅកន្លែងហ្នឹងបានណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យរ៉ូប៊ីរ៉ូប៊ីហ្នឹងគឺមានន័យថាកន្លែងទទួលភ្ញៀវអញ្ចឹងនៅក្នុងអីគេក្រុមហ៊ុនមួយគឺតែងតែមានពាក្យកន្លែងរ៉ូប៊ីកន្លែងទទួលភ្ញៀវអញ្ចឹងណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យហេយ៉ាយើងអានធម្មតាហេយ៉ាដល់ពេលយើងអានលឿនទៅគឺគេអានហេយ៉ាហេយ៉ាមានន័យថាបន្ទប់គេងបន្ទប់អីណាតោះចឹងពាក្យបន្ទាប់ទៀតគឺពាក្យតយរ៉េហ្នឹងគឺជាពាក្យកម្ចីមានន័យថាបង្គន់ណាឬក៏បន្ទប់ទឹកអីចឹងទៅអញ្ចឹងពាក្យផុសជប៉ុនហ្នឹងគឺពាក្យអូតេអារ៉ៃអញ្ចឹងពាក្យអូតេអារ៉ៃឬក៏តយរ៉េហ្នឹងគឺដូចគ្នាអ្នកទាំងអស់គ្នាគេលួចច្រឡំណាអញ្ចឹងមានន័យថាបង្គន់ដូចគ្នាប្រយ័ត្នច្រឡំអូតេរ៉ាមានន័យថាវត្តទេអញ្ចឹងគេលួនអ្នកទាំងអស់គ្នាច្រឡំអញ្ចឹងពាក្យតុយរ៉េនិងអូតេរ៉ៃគឺអត្ថន័យដូចគ្នាណាតោះឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យនេះគឺយើងអានថាខៃដាន់ហ្នឹងគឺមានន័យថាចណ្ដើរខៃដាន់ចណ្ដើរមានកម្មដែលយើងមាប់ជន់ឡើងអីហ្នឹងគឺប្រើពាក្យខៃដាន់ហើយអេរ៉េបេតាពាក្យបន្ទាប់ទៀតហ្នឹងគឺអេរ៉េបេតាហ្នឹងគឺចណ្ដើរយន្តប្រភេទមានទ្វារបិទបើកណាហ្នឹងគឺគេហៅថាអេរ៉េបេតាតោះខ្មែរយើងហៅថាចតាផ្អប់
អញ្ចឹងពាក្យបន្ទាប់ទៀត escareta escareta ហ្នឹងគឺចន្ទារយន្តដូចគ្នាតែប្រភេទចន្ទារយន្តមានកាំណាស្តៀងខៃដានតែគ្រាន់ប្រភេទចន្ទារយន្តតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ Jido Hanbaiki Jido Hanbaiki ហ្នឹងម៉ាស៊ីនលក់ដូរស្វ័យប្រវត្តិអញ្ចឹងអ្នកទាំងអស់គ្នាអាចឧស្សាហ៍ជួបហើយសម្រាប់អ្នកដែលនៅក្នុងប្រទេសជប៉ុនណាយើងដាក់លុយឬក៏អីចុចទៅគឺកំណត់ទៅថាយើងជ្រើសរើសមួយណាគឺវានឹងចេញហើយអត់មានអ្នកលក់ទេតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ denwa មានន័យថាទូរស័ព្ទតើអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ kuni kuni នឹងមានន័យថាប្រទេសអញ្ចឹងប្រទេសអ្នកទាំងអស់គ្នាចេះហើយតើអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ kaisha kaisha នឹងមានន័យថាក្រុមហ៊ុនតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថា uchi uchi ហ្នឹងគឺមានន័យថាផ្ទះវាស្មើពាក្យ EA ណាអ្នកទាំងអស់គ្នាតែនៅពេលដែលយើងរៀនដល់កម្រិតលើទៅគេអត់សូវប្រើពាក្យ uchi ហ្នឹងទេគឺគេប្រើពាក្យ EA ផ្ទះដូចគ្នាតែគេប្រើកម្រិតលើនឹងទៀតអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចាហើយក៏បានដែរតោះឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតអញ្ចឹងពាក្យទី1នៅខាងលើដូចគ្នាហ្នឹងគឺយើងអានថាឧរិបៈហ្នឹងមានន័យថាកន្លែងលក់ឬក៏កន្លែងលក់ទំនិញឬក៏តូបលក់អីចឹងណាឬក៏កន្លែងលក់សំពត់ឡានសំពត់រថភ្លើងអីចឹងទៅគឺគេដាក់ពាក្យវានៅខាងមុខមកChiketo Uriba អីចឹងទៅកន្លែងលក់សំពត់អីចឹងណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ Chika ហ្នឹងមានន័យថាជាន់ក្រោមដីដូចអ្នកទាំងអស់គ្នាចំណាំលើពាក្យ Chikatetsu មានន័យថារថភ្លើងក្រោមដីតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថាកាយហ្នឹងមានន័យថាជាន់យើងអាចជាន់ទី1ទី2ទី3ចឹងទៅអាហ្នឹងជាន់ផ្ទះមានប៉ុន្មានជាន់អីចឹងណាតោះអញ្ចឹងនៅពេលដែលយើងចង់សួរគឺយើងមើលពាក្យខាងក្រោម Nangai ហ្នឹងជាន់ទីប៉ុន្មានយើងអាចសួររកជាន់អីចឹងទៅគឺយើងប្រើពាក្យ Nangai តែអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថា en ហ្នឹងមានន័យថាលុយយ៉ែនលុយជប៉ុនណាគេប្រើ en តោះខ្មែរយើងគេហៅថារៀលមិនចឹងទេអ្នកទាំងអស់គ្នាកន្លែងហ្នឹងណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ ikura ហ្នឹងតម្លៃប៉ុន្មាននៅពេលដែលយើងទិញទំនិញឬក៏ទិញអីមួយឬក៏យើងអាចសួរតាក់ទងទៅនឹងតម្លៃអីចឹងទៅគឺយើងប្រើ ikura តម្លៃប៉ុន្មានណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ hyaku ហ្នឹង100 hyaku en អញ្ចឹងទៅ100 yen អីចឹងទៅអត្ថន័យកន្លែងហ្នឹងណាតែអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ sen ហ្នឹង1000 sen en ដែលយើងហៅថា1000 yen អីចឹងទៅយើងប្រើពាក្យ sen en ចឹងទៅ1000ណា10000អីចឹងទៅអញ្ចឹងឥឡូវយើងចូលដល់ពាក្យរបស់យើងបន្តទៀតណាតែអញ្ចឹងយើងចូលពាក្យទី1របស់យើងគឺពាក្យ man ហ្នឹងមានន័យថា10000អ្នកទាំងអស់គ្នាIchiman អីចឹងទៅ10000អីចឹងទៅ Ichiman en 10000 yen អីចឹងទៅយើងអាចបង្កើតចឹងក៏បានដែរតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថា sumimasen ហ្នឹងមានន័យថាសំទោសឬក៏អធ្យាស្រ័យយើងប្រើពាក្យសំទោសណាតែគឺខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដែរនៅពេលដែលអ្នកទាំងអស់គ្នានៅក្នុងប្រទេសជប៉ុនអញ្ចឹងគេពេលខ្លះគេអត់សូវប្រើពាក្យ sumimasen នេះគឺគេប្រើពាក្យ suimasen អត្ថន័យដូចគ្នាដែរណាមិនមែន suimasen មិនជក់បារីមិនមែនពាក្យហ្នឹងណាអ្នកទាំងអស់គ្នាប្រយ័ត្នច្រឡំតោះអញ្ចឹងយើងចូលពាក្យបន្ទាប់ទៀតគឺពាក្យ domo ហ្នឹងអរគុណតើអញ្ចឹងយើងចូលពាក្យបន្ទាប់ទៀតគឺ irashaimase មានន័យថាសូមស្វាគមន៍អញ្ចឹងជាទូទៅគេប្រើនៅក្នុងហាងណា irashaimase តើអញ្ចឹងពាក្យបន្ទាប់ទៀតគឺ nani o misete kudasai តើអញ្ចឹងប្រយោគហ្នឹងយើងបកប្រែថាសូមបង្ហាញសូមឲ្យខ្ញុំមើលអីចឹងណាដូចយើងចង់មើលអីមួយឲ្យគេបង្ហាញឲ្យយើងមើលអញ្ចឹងទៅបែបហ្នឹងណាអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថា
ចាក់ហ្នឹងយ៉ាងហោចណាស់ឬក៏បើយើងបកឲ្យស្រួលស្ដាប់មួយទៀតបើអញ្ចឹងណាចាក់អីចឹងទៅយើងអាចបកប្រែថាបើអញ្ចឹងក៏បានដែរតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺយើងអានថា Nani o kudasai Nani o kudasai ហ្នឹងមានន័យថាសូមឲ្យខ្ញុំសូមឲ្យអីមួយណាសូមឲ្យអានេះខ្ញុំ Koreo kudasai សូមឲ្យអានេះខ្ញុំអញ្ចឹងខ្ញុំយកមួយនេះអីចឹងទៅអញ្ចឹងដូចខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាកាលពីរៀនបង្កើតប្រយោគនៅក្នុងមេរៀនទី2អ្នកទាំងអស់គ្នាបានមើលហើយគឺអាចដឹងហើយតាក់ទងទៅនឹងពាក្យហ្នឹងខ្ញុំបានបង្កើតហើយហើយតើអញ្ចឹងមេរៀនពាក្យមេរៀនទី3នៅក្នុងថ្ងៃហ្នឹងគឺមានត្រឹមតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាមានចម្ងល់អីចង់សាកសួរឬក៏ចង់សិក្សាបន្ថែមទៅលើមេរៀនអីចឹងទៅអ្នកទាំងអស់គ្នាអាចឆាតចូលក្នុង page គឺមានឈ្មោះដូចគ្នាអ្នកទាំងអស់គ្នាដូចក្នុង YouTube នឹងដូចគ្នាណាអ្នកទាំងអស់គ្នាអាចធ្វើការឆាតសួរឬក៏មានចម្ងល់អីក៏អាចសួរបានដែរឬក៏ comment ក្នុងហ្នឹងក៏បានដែរឬក៏អ្នកទាំងអស់គ្នាចង់តាមដាននៅ YouTube ហ្នឹងក៏អាចធ្វើការចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីទៀតអញ្ចឹងទៅអញ្ចឹងមេរៀនក្នុងថ្ងៃហ្នឹងគឺមានត្រឹមតែប៉ុណ្្នឹងទេជម្រាបលាអ្នកទាំងអស់គ្នា